សួស្តីបងពីហាងជាងឡែន168បងថ្ងៃនេះមានគំរូរថយន្តមួយគ្រឿងទៀតហើយបាទគឺរថយន្ត Mitsui Triton បាទចំពោះរថយន្ត Mitsui Triton នេះដែរគឺគុជចាស់របស់រថយន្តបងប្រុសខ្សោយនៅពន្លឺចង្គៀងឥឡូវបងប្រុសបានមកធ្វើការផ្លាស់ប្ដូរនៅគុជ Mark GX Pro បានរួមទាំងធ្វើការផ្លាស់ប្ដូរនៅសម្បកចង្គៀងហើយក៏រៀបចំប្រព័ន្ធខ្សែភ្លើងជូនទៅលើរថយន្តបងប្រុសផងដែរបាទចំពោះការរៀបចំប្រព័ន្ធខ្សែភ្លើងគឺយើងរៀបចំតាមលក្ខណៈស្តង់ដារមិនមានបញ្ហាទៅលើរថយន្ត Mitsui Triton នេះទេបាទចំពោះគុជគឺក្រុមការងារហាងជាងឡែន168បាននឹងរៀបចំដំឡើងរួចរាល់ទៅលើរថយន្តមួយនេះផងដែរបាទហើយក៏មានការវាស់កម្ពស់នៅពន្លឺគុជដែលបានដំឡើងរួចទៅលើរថយន្ត Mitsui Triton នេះផងដែរបាទបងឃើញទេបាទចំពោះពន្លឺគុជ Mark GX Pro នេះបងឲ្យនិយាយពីពន្លឺភ្លឺច្បាស់ស្រួលក្នុងការបើកបរនៅពេលយប់បងហើយក៏បានដំឡើងនៅមួយញ៉ែ Android ដែលមាន RAM រហូតដល់ 464G ដំឡើងភ្ជាប់ជាមួយនឹងកាមេរ៉ា record មកក្រោយហើយក៏ឆាយសកម្មភាពទៅលើអេក្រង់ផងដែរបងបាទបងដែលមានរថយន្តហើយចង់ដំឡើងនៅមួយញ៉ែឬក៏ដំឡើងនៅគុជ LED model ណាមួយបងអាចអញ្ជើញមកទទួលសេវាកម្មដំឡើងគុជរួមទាំងការដំឡើងមួយញ៉ែនៅហាងជាងឡែន168បាទមួយរយៈនេះគឺអតិថិជនមកគាំទ្រច្រើននៅហាងជាងឡែន168ទាំងការដំឡើងគុជនិងការដំឡើងនៅមួយញ៉ែ Android ផងដែរបាទហាងជាងឡែន168ក៏សូមអរគុណសម្រាប់បងដែលតែងតែជួយគាំទ្រនៅសេវាកម្មដំឡើងគុជឬក៏សេវាកម្មផ្សេងទៀតដែលមាននៅក្នុងហាងជាងឡែន168